លោកដូណាល់ត្រាំថាមានតែមនុស្សល្ងងប៉ុណ្ណោះដែលមិនព្រមយកយន្តហោះប្រណិតតម្លៃ$400 លានពីកាតាប្រធានាធិបតីអាមេរិកលោកដូណាល់ត្រាំនៅពេលថ្មីៗនេះបានចេញមុខឆ្លើយតបជុំវិញការរិះគន់ជាច្រើនអំពីផែនការទទួលយកអំណោយយន្តហោះប្រណិត Boeing 747-8 ពីប្រទេសកាតាដើម្បីបម្រើជា Air Force One ដោយនិយាយចំៗថាមានតែមនុស្សល្ងងប៉ុណ្ណោះដែលបដិសេធមិនទទួលយកអំណោយនេះបើតាមការចុះផ្សាយពីសារព័ត៌មាន AFP ថ្លែងប្រាប់អ្នកយកព័ត៌មាននៅសេតាប៊ីមៀនកាលពីថ្ងៃទី12 ខែឧសភាលោកត្រាំលើកឡើងថាខ្ញុំគិតថាមានតែមនុស្សល្ងងប៉ុណ្ណោះដែលនឹងបដិសេធទទួលយកអំណោយដ៏មានតម្លៃនេះវាជាកាយវិការនៃសុឆន្ទៈខ្ញុំនឹងមិនបដិសេធចំពោះការផ្ដល់ជូនបែបនេះទេជុំវិញការលើកឡើងរបស់លោកត្រាំបែបនេះត្រូវបានកាត់ឡើងបន្ទាប់ពីប្រព័ន្ធផ្សព្វផ្សាយអាមេរិកបានរាយការណ៍ថាគ្រួសារខ្សែរាជវង្សកាតាគ្រោងនឹងផ្ដល់ឲ្យរដ្ឋបាលលោកដូណាល់ត្រាំនៅយន្តហោះ Boeing 747-8ដ៏ប្រណិតមួយដែលត្រូវបានគេដាក់ឈ្មោះថាវិមានលើអាកាសហើយថែមទាំងបានសង្កត់ធ្ងន់ទៀតថានេះអាចជាអំណោយដ៏ថ្លៃបំផុតដែលរដ្ឋាភិបាលសហរដ្ឋអាមេរិកមិនធ្លាប់ទទួលបានពីមុនមកយន្តហោះ Boeing 747-8បច្ចុប្បន្នមានតម្លៃប្រហែល$400 លានប្រភពដែលដឹងអំពីបញ្ហានេះបាននិយាយទៀតថាយន្តហោះ Boeing 747-8នេះនឹងត្រូវបានកែលម្អនិងបំពាក់ជាមួយនឹងឧបករណ៍ពិសេសៗក្នុងគោលបំណងយកទៅបម្រើការបណ្ដោះអាសន្នជាយន្តហោះដឹកប្រធានាធិបតី Air Force One ហើយផែនការសម្រាប់ការបរិច្ចាគអាចនឹងត្រូវបានប្រកាសនៅក្នុងសប្តាហ៍នេះពលគឺនៅពេលដែលលោកត្រាំនឹងត្រូវធ្វើទស្សនកិច្ចទៅកាន់ប្រទេសមជ្ឈមបូព៌ាចំនួន3រួមទាំងប្រទេសកាតាផងដែរយ៉ាងណាមិញជុំវិញការផ្ដល់អំណោយនេះហាក់បានធ្វើឲ្យមានការរិះគន់ជាច្រើនជាពិសេសពីសំណាក់សមាជិកសភាគណៈបកប្រជាធិបតេយ្យដែលអំពាវនាវឲ្យមានការស៊ើបអង្កេតលើការបំពានដែលអាចកើតមានចំពោះរដ្ឋធម្មនុញ្ញដែលហាមឃាត់មន្ត្រីរដ្ឋាភិបាលពីការទទួលយកអំណោយពីស្ដេចព្រះអង្គម្ចាស់ឬរដ្ឋាភិបាលបរទេសដោយគ្មានការយល់ព្រមពីសភាប៉ុន្តែទោះជាយ៉ាងណាក៏ដោយករណីនេះអាចនឹងត្រូវបានលើកលែងដោយយោងតាមលោកត្រាំយន្តហោះនេះអាចនឹងត្រូវបានគេរំពឹងថានឹងត្រូវបានបរិច្ចាគទៅបណ្ណាល័យប្រធានាធិបតីនាពេលអនាគតសម្រាប់ដាក់តាំងបង្ហាញបន្ទាប់ពីរូបលោកចាកចេញពីសេតាប៊ីមៀនពលគឺស្រដៀងទៅនឹងរបៀបដែលបណ្ណាល័យរបស់អតីតប្រធានាធិបតីលោក Ronald Reagan ធ្លាប់បានរក្សាទុកយន្តហោះ Air Force One ចំនួនរបស់ខ្លួនដែរ